ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបាយអែនឱកាសមមូអីក្រូញ៉ាំក្លៀនពីថ្ងៃហើយតែមានពេលបានមូហើយមូសានេះ4ដងហើយមូសាមុនអត់ដែលបានល្អទេគឺប្រឡាក់គ្រឿងអត់ឆ្ងាញ់ម្ដងប្រៃម្ដងសាបចឹងថាខុសច្រើនដងហើយឥឡូវមានបទពិសោធន៍ទុកជាមេរៀនន័យថាការខុសឆ្គងទុកជាមេរៀនសម្រាប់ថ្ងៃក្រោយឥឡូវមូនេះសម្រាប់សម្រាំងខ្លាំងអត់ឲ្យខុសទៀតទេប៉ុន្តែមូតែតិចទេអត់មូច្រើនទេបន្ទាប់ពីមកបានខ្លះឥឡូវខ្ញុំយកមកដាក់ចៀនបដាហើយខ្ញុំដាក់ខ្លាញ់តែបន្តិចទេដោយសារនំយើងតិចដែរខ្ញុំមកបានប្រហែលជា20ជាងនំចុះ30នំចាស់អត់មួយច្រើនប៉ុន្មានដែរដោយសារខ្ញុំដាក់បន្លែតិចធ្វើញ៉ាំតែ2អ្នកប្តីប៉ុណ្ណោះដូចអញ្ចឹងខ្ជិលមួយច្រើនជាធម្មតាបើមួយច្រើនគេមូហើយគេចៀនឲ្យឆ្អិនបានប្រហែលពាក់កណ្ដាលគេយកទៅដាក់នៅទូកកអញ្ចឹងណាដល់ពេលយើងត្រូវការញ៉ាំយើងយកមកចៀនញ៉ាំថ្មីក្តៅឆ្ងាញ់ហើយខ្ញុំអត់ទេសារនេះមូទៅតិចទេអត់មូច្រើនទេចាំពេលក្រោយចង់ញ៉ាំចាំមូទៀតដោយសារសាកលបងថ្មីអញ្ចឹងណាដោយសារមុនខ្ញុំធ្វើអត់ឆ្ងាញ់តែអញ្ចឹងយកទៅហ៊ានធ្វើច្រើន